ទី2ស្លាកសញ្ញាបម្រាមទី3ស្លាកសញ្ញាបញ្ជាទី4ស្លាកសញ្ញាប្រាប់ដំណឹងនិងសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ស្លាកសញ្ញាបន្ថែមពីក្រោមស្លាកសញ្ញាប្រាប់ពីទីប្រជុំជនហើយនឹងព្រំប្រទល់ស្លាកសញ្ញាសិទ្ធិអត្តភាពស្លាកសញ្ញាការដ្ឋានទាំងអស់ហ្នឹងណា10ប្រភេទនៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកចាំបងចង់សួរទាំងអស់គ្នាថារាល់ថ្ងៃទាំងអស់គ្នាចរាចរណ៍នៅលើផ្លូវមិនថាជិះឡានជិះម៉ូតូទេគឺយើងបើកនៅលើផ្លូវទាំងអស់គ្នាអញ្ចឹងស្លាកទាំងអស់គ្នាតើមានស្លាកណាខ្លះដែលយើងឃើញញឹកញាប់ជាងគេនៅលើផ្លូវមើលស្លាកអីស្លាកអីស្លាកអីស្លាកហ៎ស្លាកនេះហ៎ឥឡូវអញ្ចេះវិញលឿងក្រហមខៀវអាណាក្រហមចុះអានេះដែរឃើញហ៎អាហ្នឹងនៅខេត្តច្រើនត្រូវទេអានេះនៅភ្នំពេញច្រើនចុះអានេះអាហ្នឹងអត់សូវទេណោះមួយត្រូវទេមួយហើយបាទនេះវិញអាហ្នឹងគឺកម្រឃើញមែនតែនហ្មងអញ្ចឹងទាំងអស់គ្នាបងចង់ប្រាប់ថាស្លាកដែលមានទាំងអស់ហ្នឹងណាគឺសិតតែមានអត្តន័យឲ្យយើងដឹងទាំងអស់នៅលើផ្លូវតែអត្តន័យមួយបើអូនចង់ដឹងតើបែងចែកវាឲ្យច្បាស់ថាវាជាអីហើយគេចង់ឲ្យយើងអ្នកបើកបរហ្នឹងធ្វើមិននៅពេលដែលមានស្លាកហ្នឹងឲ្យយើងយល់អញ្ចឹងឥឡូវបងបែងចែកថានេះគឺជាស្លាកសញ្ញាគ្រោះថ្នាក់ម្សិលមិញគេសួរយើងឲ្យសំណួរហ្នឹងចេញទៅពេលប្រឡងណាគេសួរយើងថាស្លាកសញ្ញាគ្រោះថ្នាក់មានទ្រង់ទ្រាយដូចម្ដេចអញ្ចឹងទ្រង់ទ្រាយរបស់វាគឺរូបរាងហ្នឹងហើយរូបរាងវាគឺមានរាងការ៉េមានខ្សែអង្កត់ទ្រង់ឈរមិនការ៉េ4ជ្រុងទេណាចាចុះមិនក៏មិនការ៉េខាងត្បូងការ៉េសេអ៊ូលដែរគឺការ៉េដែលមានខ្សែអង្កត់ទ្រង់ឈរមានជា2ជាន់ជាក្រៅសស្ដើងជាក្នុងខ្មៅផ្ទៃវាពណ៌លឿងរូបសញ្ញាខាងក្នុងនឹងពណ៌ខ្មៅអញ្ចឹងនៅពេលដែលយើងឃើញស្លាកសញ្ញាគ្រោះថ្នាក់នៅលើផ្លូវគឺគេចង់ប្រាប់យើងទាំងអស់គ្នាថានៅមុខមានគ្រោះថ្នាក់ហ្នឹងហើយអញ្ចឹងយើងទាំងអស់គ្នាត្រូវតែបន្ថយល្បឿនយល់ទេអញ្ចឹងបើទាំងអស់គ្នាមាន plan ពីភ្នំពេញទៅសៀមរាបទាំងអស់គ្នាដៃថ្មីអត់ទាន់ដែរបើកឡានទេជាទូទៅយើងឲ្យគេបើកភាគច្រើនយើងគេងអញ្ចឹងយើងអត់សូវដឹងថាផ្លូវហ្នឹងគេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខម៉ាទេត្រូវទេតែដល់ពេលយើងមកបើកជាតកងខ្លួនឯងយើងចង់ទៅសៀមរាបយើងប្រើអីគេ Google Map ត្រូវទេដាក់ Google Map សៀមរាបទៅវាធ្វើវាដាក់ទីតាំងពីភ្នំពេញទៅឲ្យធ្វើដំណើរតាមផ្លូវជាតិលេខ6ទៅឲ្យត្រូវអត់អញ្ចឹងក្នុង Google Map ហ្នឹងណាគឺប្រាប់ថាអូខេពីភ្នំពេញទៅសៀមរាបទាំងអស់គ្នាចាយរយៈពេលប្រហែលម៉ោងបានទៅដល់ហើយទៅត្រង់ឬបាត់ឆ្វេងបាត់ស្ដាំអីចឹងទៅត្រូវទេប៉ុន្តែបើទាំងអស់គ្នាបើកបរនៅលើផ្លូវជាក់ស្ដែងណាទាំងអស់គ្នាត្រូវមើលស្លាកនេះយើងដឹងថាទៅមុខយើងនឹងធ្វើដំណើរពីភ្នំពេញទៅផ្លូវជាតិលេខ6ហើយប៉ុន្តែនៅផ្លូវហ្នឹងមានគ្រោះថ្នាក់អីគេខ្លះយើងអត់ដឹងទេដូចជាទៅមុខតិចទៀតមានផ្លូវកោងក៏យើងអត់ដឹងនៅមុខតិចទៀតមានសាលារៀនត្រូវមានក្មេងឆ្លងកាត់ក៏យើងអត់ដឹងទៅមុខតិចទៀតមានទីប្រជុំជនក៏យើងអត់ដឹងហើយទៅមុខតិចទៀតគេកំណត់គេហាមយើងមិនឲ្យធ្វើអីនៅលើផ្លូវក៏យើងអត់ដឹងព្រោះយើងអត់ទាន់ស្គាល់ពីអត្តន័យមួយនៃស្លាកហ្នឹងត្រូវអត់អញ្ចឹងអាពណ៌លឿងនេះស្លាករបស់វាអត្តន័យគឺគ្រោះថ្នាក់នៅខាងមុខអញ្ចឹងគេឲ្យយើងជាអ្នកបើកបរបន្ថយល្បឿនបើបើក80ថយមក40ថយមក60ថយមក40ថយមក30បើនៅក្នុងទីប្រជុំជនអត់អាចបើកលឿនបានទេប៉ុន្តែបើទាំងអស់គ្នាទៅប្រឡងយកបានបើកបរគេដាក់រូបនឹងមួយឲ្យទាំងអស់គ្នាហើយគេនឹងសួរទាំងអស់គ្នាថាតើរូបនឹងអត្តន័យវាដូចម្ដេចចឹងនៅពេលដែលយើងយកចម្លើយអាកខកដូចទាំងអស់គ្នាគ្រីស្មិញហ្នឹងទាំងអស់គ្នាត្រូវយកចម្លើយគឺប្រុងប្រយ័ត្នចឹងយើងមើលទៅកខកហ្នឹងនៅពេលដែលគេដាក់រូបនឹងមួយមកចម្លើយណាផ្ដើមដល់ពាក្យដោយពាក្យថាប្រុងប្រយ័ត្នហ្នឹងគឺយកចម្លើយហ្នឹងត្រូវហើយចឹងប្រុងប្រយ័ត្នអីគេខ្លះតើតែទាំងអស់គ្នាមើលរូបខាងក្នុងនេះប្រុងប្រយ័ត្នអីគេដែលគេចង់ប្រាប់យើងផ្លូវកោងមានក្មេងមានអីគេចោះចំណោតមានផ្លូវល្អិលឬក៏អីចឹងទៅគឺតើតែយើងស្គាល់ពីអារូបនៅខាងក្នុងហ្នឹងទៅយើងដឹងថាគេឲ្យយើងហ្នឹងប្រយ័ត្នអីគេអញ្ចឹងណាហ្នឹងហើយអញ្ចឹងបើទាំងអស់គ្នាចង់ដឹងថាត្រូវប្រយ័ត្នអីបើកទំព័រទី20សភៅទូចមកហើយទាំងអស់គ្នាមើលមួយបងទាំងអស់គ្នាសូមឲ្យមើល2នាទីហើយមានអាណាដែលអត់យល់
ចុចលេខសួរបងបានតោះ